បាទសួស្តីបងប្អូនអរគុណស្វាគមន៍ជាថ្មីមកកាន់ Channel Lin Gaming ថ្ងៃនេះយើងមកធ្វើការលេង Minecraft បន្តទៀតហ្នឹងហើយអ្នកនរគ្នាក្នុងវីដេអូនេះយើងធ្វើការបង្កើតអ្នកភូមិបងប្អូនគ្នាដូចអ្នកនរគ្នាបានឃើញអញ្ចឹងនៅក្នុងក្រោយខ្នងខ្ញុំនេះបានមាន Zombie Villager 2 នាក់ដែលខ្ញុំធ្វើការចាប់ពី episode មុនដែលខ្ញុំបាន record អញ្ចឹងអ្នកនរគ្នាហ្នឹងហើយអ្នកនរគ្នាខ្ញុំនឹងព្យាបាល Zombie Villager 2 នាក់នេះដើម្បីឲ្យខ្លាយទៅជាអ្នកភូមិរបស់យើងអញ្ចឹងអ្នកនរគ្នាព្រោះថាយើងអាចទៅចាប់វាលេខពីភូមិអ្នកផ្សេងមកបានទេដោយសារវាឆ្ងាយមែនតើអ្នកគ្នាអញ្ចឹងមានតែធ្វើការទៅរកអីវ៉ាដើម្បីព្យាបាល zombie ពីរហ្នឹងឲ្យខ្លាយទៅជាអ្នកភូមិអញ្ចឹងអ្នកគ្នាហ្នឹងហើយអ្នកគ្នាបើសិនពេញចិត្តវីដេអូនេះកុំភ្លេចជួយ like និង subscribe ឲ្យខ្ញុំបានម្នាក់មួយផងហ្នឹងហើយអ្នកគ្នាយើងធ្វើការទៅម៉ានទាំងអស់គ្នាទៅដើម្បីយើងចង់រក obsidian ដើម្បីធ្វើ portal ឆ្លងទៅ nether អញ្ចឹងអ្នកគ្នាដើម្បីយើងទៅរកអីវ៉ាដែលយើងអាចផលិតទឹកថ្នាំព្យាបាលអ្នកភូមិបានអញ្ចឹងអ្នកគ្នាតោះឥឡូវយើងធ្វើការទៅម៉ាញ់ទាំងអស់គ្នាទៅព្រោះថាយើងត្រូវការ diamond ក៏ដូចជា obsidian អញ្ចឹងអ្នកគ្នាមានត្រូវការមាសត្រូវការអីដែរអញ្ចឹងអ្នកគ្នាដើម្បីយើងចូលមកផលិត golden apple អ្នកគ្នាព្រោះថា golden apple នេះយើងធ្វើការយកទៅព្យាបាលអ្នកភូមិអ្នកគ្នាអ្នកភូមិត្រូវការ golden apple ដើម្បីព្យាបាលវាទៅដើម្បីវាខ្លាចជាមនុស្សវិញអញ្ចឹងអ្នកគ្នាខ្ញុំបានពេលដែលខ្ញុំចុះមកម៉ាញ់ខ្ញុំបានរកឃើញដងច័ន្ទមួយនេះកន្លែង farm zombie អ្នកគ្នាហើយក្នុងហ្នឹងក៏បើកឆេមទៅក៏មាន golden apple នៅនឹងមកគ្រាប់ឲ្យស្រាប់ចឹងអ្នកគ្នាអញ្ចឹងយើងត្រូវការ golden apple មកគ្រាប់ទៀតដើម្បីបាន2អញ្ចឹងថាអ្នកភូមិយើងមាន2នាក់អញ្ចឹងអ្នកគ្នាឲ្យព្យាបាលវាអញ្ចឹងហើយខ្ញុំបានធ្វើការកាប់យកឆេះហ្នឹងទៅហើយកន្លែងហ្នឹងចាំពេលក្រោយខ្ញុំមកធ្វើកន្លែង farm experience អញ្ចឹងអ្នកគ្នាតោះឥឡូវយើងរៀបចំចុះទៅក្រោមបន្ថែមទៀតដើម្បីយើងត្រូវការ diamond ដើម្បីជីក obsidian បានយើងត្រូវការ diamond ដើម្បីយកធ្វើអាញូដើម្បីជីក obsidian អញ្ចឹងអ្នកគ្នាហើយកន្លែងនេះមានដែលខ្ញុំបានម៉ាញពី episode មុនអ្នកគ្នាគឺយើងអត់មានអីជីកអញ្ចឹងយើងក៏ទុកវាទៅឥឡូវយើងមកធ្វើការជីកយកវាទាំងអស់គ្នាទៅព្រោះថាយើងត្រូវការមាសច្រើនដែរដើម្បីផលិតអ្វីផ្សេងអញ្ចឹងអ្នកគ្នាដើម្បីរក diamond បានគឺយើងធ្វើការជីកទៅដល់តរ៉ាដល់បែបចុះអ្នកគ្នាដើម្បីបានវាសវោ diamond អញ្ចឹងអ្នកគ្នាតោះឥឡូវយើងធ្វើការជីកទៅចុះទៅបន្ថែមវាទៅព្រោះថាអានេះវានៅរៀងរាក់ដែរអ្នកគ្នាហើយមានអីវ៉ាផ្សេងៗខ្ញុំជីកយកមានដូចជា redstone ដូចអីហ្នឹងដើម្បីយើងយកទៅធ្វើកលិះយន្តកលិះអីអញ្ចឹងអ្នកគ្នាយើងចាត់តែជីកវាទុកទៅបន្ទាប់ពីជីកអស់រាប់ម៉ោងមកយើងក៏បានឃ្លាយមកដល់ដងចិននេះអ្នកគ្នាយើងធ្វើការដើរ explore ក្នុងបន្តិចទៅគេលោកវាមាន diamond អញ្ចឹងអ្នកគ្នាព្រោះថានៅក្នុងរោងភ្នំច្រើនយើងវាតែងតែមាន diamond អ្នកគ្នាយើងចិត្តតែដើរមើលទៅអ្នកគ្នាហើយត្រង់នេះដែរពេលដែលដើរមកខ្ញុំក៏បានឃើញ diamond មកគ្រាប់អ្នកគ្នាដោយសារយើងត្រូវការ diamond ផងឥឡូវវាហៅឃើញស្រាប់អញ្ចឹងវាហេងមែនទែនអ្នកគ្នាយើងធ្វើការរៀបអីវ៉ាដើម្បីទៅជីកយកវាទាំងអស់គ្នាទៅយើងធ្វើការបិទនឹងហើយយើងធ្វើការជីកយកវាទៅអ្នកគ្នាយើងដើរមើលដើម្បីកុំឲ្យវាមាន zombie spawn នៅក្នុងហ្នឹងអញ្ចឹងអ្នកយើងធ្វើការបិទ lava ហ្នឹងចេញឲ្យអស់ទៅដើម្បីពេលដែលយើងជីកទៅកុំឲ្យ diamond វាធ្លាក់ចូលក្នុងហ្នឹងអញ្ចឹងអ្នកគ្នាតើយើងធ្វើការជីកទាំងអស់គ្នាទៅចង់ដឹងថាវាមានប្រមាណគ្រាប់អញ្ចឹងអ្នកយើងធ្វើការជីកបន្តទៀតទៅអ្នកនេះហើយកន្លែងនេះក៏យើងបានឃើញ diamond មាន diamond មួយគ្រាប់ពីរគ្រាប់មិនដឹងអញ្ចឹងអ្នកនេះយើងធ្វើការជីកយកទាំងអស់គ្នាទៅហើយកន្លែងនេះក៏មាន redstone រត់អីអញ្ចឹងអ្នកនេះយើងចេះតែជីកទុកទៅអ្នកនេះវាមិនខុសទេហើយកន្លែងនេះខ្ញុំក៏បានឃើញ obsidian អញ្ចឹងអ្នកនេះហើយធ្វើការជីកទៅគឺវាជីកវាអត់បែកទេអ្នកនេះតោះថាអាញូ diamond បានជីកវាបែកអញ្ចឹងអ្នកនេះតោះឥឡូវយើងទៅក្រាស់ pickaxe បន្ថែមទៅប៉ុន្តែ pickaxe ជាអាចចាស់វាបាក់ណានេះធ្វើការជីកចូលអស់ទៅដើម្បីយើងទុកផលិតអីផ្សេងអញ្ចឹងអ្នកនេះព្រោះថាយើងខ្ជិលចូលមកវិញអញ្ចឹងវាបើថាយើងជីកដល់ bedrock ហ្នឹងបានវាមានអីបានច្រើនអញ្ចឹងខ្ញុំក៏បានជីកទៅមុខទៀតទៅក៏មានមាសក៏មានដែកមានអីជាបន្តអញ្ចឹងអ្នកនេះអ្វីដែលយើងត្រូវការបំផុតយើងត្រូវការ diamond អ្នកនេះពេលយើងមាន diamond កាន់តែច្រើនទៅយើងក៏អាចផលិតជាកៅអៅជាអីឲ្យវារៀងតាន់ជាងមុនអញ្ចឹងអ្នកនេះព្រោះថាយើងត្រូវការអីបានដែលធ្វើចេញពី diamond អញ្ចឹងហើយបន្ទាប់ពីជីកមកគឺខុសអ្នកនេះគេមាន diamond នៅក្នុងនេះយើងធ្វើការជីកយកវាទៅបានកាន់តែច្រើនកាន់តែល្អអ្នកនេះតោះហើយយើងមកមើលទាំងអស់គ្នាទៅចង់ដឹងថាវាបានប្រមាណគ្រាប់ដែរអញ្ចឹងអ្នកនេះព្រោះថាយើងជីកមួយថ្ងៃយើងបាន10គ្រាប់ដែរអ្នកនេះយើងធ្វើការម៉ាញបន្តទៅដើម្បីយើងរក diamond បន្ថែមដើម្បីយើងងាយស្រួលពេលដែលយើងទៅ nether វាអត់មានផលិតការផលិតអីទេដើម្បីឲ្យកុំឲ្យ
ពួកមកក្នុងវាវាយយើងងាប់អញ្ចឹងនេះហើយជីកទៅក៏មានដៃមិនជីបន្តអញ្ចឹងគឺច្រើនដែរអ្នកគ្នាដៃមិនហ្នឹងហើយយើងធ្វើការជីកយកវាទៅហ្នឹងហើយអ្នកគ្នាបើអ្នកគ្នាមើលដល់កន្លែងនេះកុំភ្លេចជួយ like និង subscribe ខ្ញុំបានម្នាក់មួយផងដើម្បីខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូបន្ថែមទៀតព្រោះថាយើងម៉ាំងនេះរៀងយូរដែរអ្នកគ្នាព្រោះថាវីដេអូខ្ញុំរៀងកាត់អញ្ចឹងអ្នកគ្នាបើយើងអត់កាត់ទេគឺវាវែងមែនតើឡើងចូល2ម៉ោង3ម៉ោងតោះឡើយយើងម៉ាំងយកអស់ទៅដៃមិនហ្នឹងព្រោះយើងបានកាន់ច្រើនកាន់តែល្អដើម្បីយើងផលិតកាយផលិតអីអញ្ចឹងអ្នកគ្នាហើយត្រង់នេះហេណាអ្នកគ្នាពេលជីកតែបែរឃើញវាទៅគឺម្ដងហ្នឹងគឺច្រើនមែនទេអ្នកគ្នាមានដល់4 5គ្រាប់5 6គ្រាប់អីអញ្ចឹងព្រោះថាដៃមិននេះតើយើងចុះមកជ្រៅបានឃើញវាមានវាអញ្ចឹងអ្នកគ្នាហើយយើងជីកយើងបាន23គ្រាប់ដែរអ្នកគ្នាហើយខ្ញុំក៏សម្រេចចិត្តថាទៅក្រោយវិញដើម្បីផលិត PX ដើម្បីយើងជីកទៅជីកobsidian អញ្ចឹងអ្នកគ្នាដើម្បីយើងធ្វើ portal ឆ្លងទៅ nether ដើម្បីយើងរក evan ដើម្បីមកព្យាបាលអ្នកភូមិយើងអ្នកគ្នាយើងធ្វើការជីកទៅអ្នកគ្នាយើងជីកចូលទាំងអស់ទៅគឺគ្រប់ល្មមអ្នកគ្នាមិនលើសហើយក៏មិនខ្វះដែរអ្នកគ្នាហ្នឹងហើយអ្នកគ្នាបន្ទាប់ពីជីកហើយយើងធ្វើការឡើងមកលើវិញទៅអ្នកគ្នាដើម្បីយើងសង portal ទៅឆ្លងទៅ nether ដើម្បីរក evan រក place រកអីដើម្បីយកមកផលិតទឹកថ្នាំព្យាបាលអ្នកភូមិអញ្ចឹងអ្នកគ្នាគេថាឡើងមកគេថាមេចិត្តជប់ល្មមយើងមកមើលសូមប៊ីទៅនេះអាសូមប៊ីដែលយើងចាប់ហ្នឹងគឺវាអត់ទាន់បាត់តាណាទេអ្នកគ្នាតោះឥឡូវយើងធ្វើការរៀបចំកន្លែងសង portal ទៅ nether ទាំងអស់គ្នាទៅហើយកន្លែងនេះក៏យប់ខ្ញុំក៏ឆ្លៀតមកដេកទីទៅអ្នកគ្នាចាំស្អែកយ៉ាងណាធ្វើហ្នឹងហើយគ្នាបន្ទាប់ពីសាងសង់ portal ហើយយើងធ្វើការទៅយកដាច់កេះដើម្បីមកដុតវាដើម្បីធ្វើជាទ្វារចូលទៅខាងក្នុង nether អញ្ចឹងអ្នកគ្នាតោះឥឡូវយើងធ្វើការដុតទាំងអស់គ្នាដើម្បីបើក portal យើងឆ្លងទៅ nether ទាំងអស់គ្នាអ្នកគ្នាតបមកយើងក៏បានរៀបអីវ៉ាន់រៀបអីត្រៀមចូលទៅក្នុង nether អញ្ចឹងគេថាក្នុង nether វាមាន mob spawn ច្រើនមែនទេអ្នកគ្នាតោះឥឡូវយើងធ្វើការចូលទៅ nether ទាំងអស់គ្នាទៅហ្នឹងហើយអ្នកគ្នាយើងធ្វើការមកចូលមកដល់ nether អ្នកគ្នាគេថាងាត់ឈឹងតែម្ដងមានតែពីក្លេងពីអីព្រោះហ្នឹងមិនស្រួលពេលវាឃើញយើងវាអាចនឹងកាប់យើងអ្នកគ្នាអញ្ចឹងយើងរៀងប្រយ័ត្នទៅពេលដែលចូលមកម្ដងគឺអាស្អីគេបាញ់ខ្ញុំមកក្រប៉ាត់ហើយអស់ឈាមឡើងចង់មកកាមមកដែរហើយឥឡូវនេះយើងធ្វើការជីកយកមាសជីកអីទៅអ្នកគ្នាជីកបានយើងចេះជីកទៅយើងកុំខ្វល់ហើយកន្លែងនេះខ្ញុំក៏បានរកឃើញអាកូនកាសអ្នកគ្នាយើងធ្វើការយកវាទៅហេងមែនតើអានេះយើងអាចជីកបានអ្នកគ្នាយើងធ្វើការយកទៅចេញទៅភូមិវិញយើងអាចដាក់វារស់ទៅយើងអាចជីកវាបានអ្នកគ្នាហើយថងកន្លែងនេះទាំងស្អីខ្លះនេះចេះកាប់យកទៅយើងកុំខ្វល់កុំឲ្យតែពួកអានោះវាមកតន់វាអាចនឹងសម្លាប់យើងអ្នកគ្នាហ្នឹងហើយអ្នកគ្នាឥឡូវយើងធ្វើការចេញមកដល់ភពយើងវិញហើយយើងធ្វើការយកអាកូននេះយកមកដាក់យើងដាក់ក្នុងទឹកហ្នឹងទៅដើម្បីឲ្យវារស់ឡើងវិញចឹងពេលដែលវារស់ឡើងវិញពេលដែលវាធំយើងអាចជីកវាបានចឹងអ្នកគ្នាតោះឥឡូវយើងកុំខ្វល់ច្រើនយើងមកផលិតទឹកថ្នាំដើម្បីព្យាបាលអ្នកភូមិយើងទាំងអស់គ្នាទៅព្រោះថាយើងចង់បង្កើតភូមិមែនតើអ្នកគ្នាដើម្បីឲ្យក្នុងផ្ទះយើងមានអ្នកភូមិមានអីអ៊ូអអញ្ចឹងអ្នកគ្នាហើយខ្ញុំក៏បានមកដុសតាក់នោះអីអញ្ចឹងអ្នកគ្នាដើម្បីផលិតទឹកថ្នាំត្រៀមនឹងព្យាបាលអ្នកភូមិយើងអញ្ចឹងអ្នកគ្នាយើងធ្វើការផលិតទឹកថ្នាំទៅហើយយើងធ្វើការដាក់តាក់ដាក់ place ដាក់អីទៅអ្នកគ្នាហ្នឹងហើយអ្នកគ្នាអ្វីដែលសំខាន់យើងត្រូវការដើម្បីផលិត potion បានយើងត្រូវការនេះអ្នកគ្នាត្រូវការស្អីគេនេះplace ឈ្មោះវា place អញ្ចឹងអ្នកគ្នាមានតែនៅក្នុង nether ដែលមានយើងធ្វើការដាក់ចូលទៅដាក់កាន់ powder យើងដាក់អីក្នុងហ្នឹងទៅដើម្បីព្យាបាលអ្នកគ្នាហើយបន្ទាប់មកខ្ញុំក៏បានមកផលិត golden apple មកក្រុមទៀតដើម្បីវាបាន2អញ្ចឹងណាព្រោះថា zombie យើងវាមាន2អញ្ចឹងអ្នកគ្នាបន្ទាប់ពីចាំយ៉ាងយកមកយើងក៏ផលិតវាបានដែរអ្នកគ្នាតោះឥឡូវយើងយកវាធ្វើការទៅព្យាបាលអ្នកភូមិទាំងអស់គ្នាទៅអ្នកគ្នានេះអ្នកគ្នាគេថាយើងទៅព្យាបាលវាទាំងអស់គ្នាទៅយើងគប់លើវាទៅគប់ម្ដងមួយទៅដើម្បីឲ្យវាខ្លាចជាមនុស្សវិញអញ្ចឹងពេលដែលវាខ្លាចជាមនុស្សវាមានការងារមានអីធ្វើវាកូនចៅមកបន្តអ្នកភូមិនេះថាច្រើនទៅថាផ្ទះយើងក៏មានស្រាប់អីក៏មានស្រាប់អញ្ចឹងអ្នកគ្នាយើងធ្វើការរងចាំវាបន្តិចទៅអ្នកគ្នាដើម្បីឲ្យវាខ្លាចជាមនុស្សអញ្ចឹងអ្នកគ្នាហើយមកចាប់វាបានប៊ីងមកប៊ីរស់ដែរអ្នកគ្នាហ្នឹងហើយអ្នកគ្នាវីដេអូនេះក៏ដល់ទីបញ្ចប់ហើយគ្នាជាចុងក្រោយកុំភ្លេចជួយ like និង subscribe ខ្ញុំម្នាក់មួយផងហើយនៅក្នុងវីដេអូក្រោយយើងធ្វើការមើលវាទាំងអស់គ្នាដើម្បីវាខ្លាចជាមនុស្សអញ្ចឹងអ្នកគ្នាអរគុណ